សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់សាច់រឿងថ្មីហើយ admin នឹងធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាតោះកុំឲ្យខាតពេលយើងចូលទៅកាន់សាច់រឿងពេញរបស់យើងតែម្ដងដែលសាច់រឿងរបស់យើងចង់និយាយអំពីគូស្នេហ៍មួយគូដែលបានបបួលគ្នាទៅដេតនៅឯសមុទ្រនោះប៉ុន្តែពួកគេទាំងពីរនាក់ក៏បានជាប់គាំងនៅលើកោះតើពួកគេនឹងអាចរស់រានមានជីវិតដូចម្ដេចយើងចូលទៅតាមដានសាច់រឿងពេញរបស់យើងទាំងអស់គ្នាក្រោយពីពួកគេទាំងពីរនាក់បានរត់សัตว์អណ្ដែតលើសមុទ្រយ៉ាងយូរគេទាំងពីរនាក់ក៏បានរត់សัตว์មកដល់កោះដ៏ធំមួយប៉ុន្តែកោះនោះហាក់បីដូចជាចម្លែកព្រោះមិនមានមនុស្សរស់នៅទេតែអ្វីដែលពិសេសនៅកោះនោះគឺជាទីកន្លែងយ៉ាងស្រស់ស្អាតមួយធ្វើឲ្យពួកគេទាំងពីរនាក់មានអារម្មណ៍ដូចជានៅលើឋានសួគ៌អញ្ចឹងហើយមិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏បានបបួលគ្នារៀបចំជំរុំសម្រាប់ស្នាក់នៅប៉ុន្តែអ្វីដែលចម្លែកកន្លែងដែលពួកគេគិតថារៀបចំសម្រាប់ធ្វើជំរុំស្នាក់នៅបែរជាសម្បូរទៅដោយសត្វប្រចៀវធ្វើឲ្យពួកគេទាំងពីរនាក់ពិតជាភ័យខ្លាំងមែនទែនហើយពួកគេក៏បានធ្លាក់ទៅក្នុងជ្រោះភ្លាមតែម្ដងពេលយប់ក៏បានមកដល់ពួកគេគ្មានជំរើសក្រៅពីសម្រាកនៅមាត់ឆ្នេរនោះទេហើយពួកគេពិតជាមានក្តីបារម្ភខ្លាំងមែនទែនពេលព្រឹកក៏បានឈានចូលមកដល់ពួកគេដោយអាក់ខានហូបអាហារជាច្រើនថ្ងៃពួកគេក៏បានរៀបចំជាអន្ទាក់គ្រាន់ដាក់ត្រីបានជាអាហារមិនយូរប៉ុន្មានពួកគេក៏បានឃើញនៅអាហារជាច្រើនដែលមាននៅលើដើមឈើបូករួមជាមួយនឹងផ្លែចេកផងដែរពេលនោះដែរតួប្រុសរបស់យើងហាក់បីដូចជាអស់កម្លាំងខ្លាំងមែនទែនព្រោះថាពួកគេមិនមានអាហារហូបចុកគ្រប់គ្រាន់នោះឡើយមិនយូរប៉ុន្មានយន្តហោះមួយក៏បានហោះកាត់ប៉ុន្តែគេមិនបានជួយពួកគេទាំងពីរនាក់នោះទេចំណែកឯតួប្រុសរបស់យើងវិញក៏បានជួបប្រទះជាមួយនឹងក្បាលខ្មោចធ្វើឲ្យពួកគេកាន់តែខ្លាចបន្ថែមទៀតប៉ុន្តែតួប្រុសយើងវិញក៏បានប្រាប់ទៅកាន់តួស្រីថាសូមនាងកុំបារម្ភព្រោះថាមានគេនៅទីនេះហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានអ៊ីកបឺតមាត់គ្នាអញ្ចឹងណាព្រឹកឡើងថ្ងៃទី3នៃការជាប់នៅលើកោះក៏បានឈានចូលមកដល់ពួកគេក៏បានប្រញាប់ប្រញាល់ដើម្បីស្វះស្វែងជីកជាជំរុំនិងរកអាហារព្រោះគេមិនអាចមានសង្ឃឹមថានឹងត្រឡប់ទៅវិញនោះទេពេលនោះដែរតួស្រីរបស់យើងក៏បានដួលហើយមានរបួសនៅលើផ្លូវក្រឡេកមកមើលទឹកមុខពួកគេហាក់បីដូចជាស្រឡាញ់គ្នាខ្លាំងមែនទែនពួកគេក៏បាននាំគ្នាងូតទឹកលេងយ៉ាងសប្បាយរីករាយបូករួមជាមួយនឹងទឹកភ្លៀងមួយមេដ៏ធំមួយដោយប្រកបទៅដោយក្តីសុខចំណែកឯម៉ាក់ប៉ារបស់ពួកគេទាំងពីរនាក់កំពុងតែរងចាំអន្ទះសារដោយបាត់ការទំនាក់ទំនងពីកូនជាច្រើនថ្ងៃណាស់មកហើយប៉ុន្តែពួកគេទាំងពីរនាក់បែរជាសប្បាយរីករាយនៅលើកោះទៅវិញដោយមិនបានបារម្ភអំពីការព្រួយបារម្ភពីឪពុកម្ដាយរបស់ពួកគេនោះទេពេលនោះដែរគេក៏បានប្រញាប់ប្រញាល់ព្រោះគេបានឮសំឡេងអ្វីមួយដែលប្លែកគេក៏បានទៅចេញទៅធ្វើជាសញ្ញាដើម្បីឲ្យយន្តហោះធ្វើការជួយពួកគេពេលនោះដែរតួស្រីរបស់យើងក៏បានចេញមកប៉ុន្តែយន្តហោះបែរជាមិនបានឃើញនោះទេពួកគេក៏កាន់តែអស់សង្ឃឹមក៏បន្តសាងសង់នៅជំរកនិងស្វែងរកអាហារបន្តដើម្បីមានជីវិតរស់នៅលើកោះបន្តទៀតមិនយូរប៉ុន្មានមានកូនស្វាដ៏កំហួចមួយក៏បានទម្លាក់នៅនំរួមទាំងរបស់ដែលវាលេងនៅលើឆ្នេរខ្សាច់ហើយពួកគេក៏បានក្រឡេកឃើញយន្តហោះត្រឡប់មកវិញម្ដងទៀតគេក៏បានយកកាំភ្លើងដើម្បីបាញ់ជាសញ្ញាបង្ហាញឲ្យមានការជួយថាពួកគេកំពុងតែជាប់គាំងនៅលើកោះជាចុងក្រោយពួកគេក៏បានវិលត្រឡប់មកកាន់ផ្ទះរបស់ពួកគេវិញដោយសេចក្តីសុខហើយសាច់រឿងរបស់យើងក៏សូមបញ្ចប់ត្រឹមនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនឹងការសម្រាយរឿងរបស់ admin ហើយកុំភ្លេចជួយចុច like និងចុច subscribe នៅលើ channel YouTube របស់ admin ដើម្បីជាការលើកទឹកចិត្តនៅក្នុងការសម្រាយរឿងចែកជូន